គេហៅថាវិធានសនាសេដ្ឋកិច្ចអានឹងយើងទាំងអស់គ្នាប្រជាជនយើងក្រាបអត់បានផងវិធានសនាសេដ្ឋកិច្ចយ៉ាងម៉េចយើងនិយាយទៅប្រទេសជិតខាងយើងវិធានសនាសេដ្ឋកិច្ចណាទី1អង្គអង្គញាម៉ែនសរុននាំចូលទៅដល់ប្រទេសអាមេរិកចូលជិត20ឆ្នាំមកយកចូលបានគុណភាពអង្គយើងល្អតម្លៃអាចលក់គេបានព្រោះយើងចូលដល់ទីផ្សារអាមេរិកក៏ប៉ុន្តែវិធានសនាសេដ្ឋកិច្ចគេទិញអង្គម៉ែនសរុនមកគេយកទៅកលៃជាអង្គហ្នឹងដាក់ឈ្មោះដដែលគុណភាពអន់ទីបញ្ចប់អង្គយើងលក់យកចូលអត់បានគេសុកចិត្តចំណាយលុយមានប្រទេសមួយសុកចិត្តចំណាយលុយទិញឃើញទេចំណាយលុយទិញអង្គហ្នឹងដើម្បីយកទៅកែច្នៃคล้ายៗអីធ្វើឲ្យប្រជាជនយើងទទួលយកអត់បានអាហ្នឹងហៅវិធានសនាសេដ្ឋកិច្ចដូចពងទាយើងខ្មែរយើងចិញ្ចឹមទាខ្មែរយើងចិញ្ចឹមទាលក់មួយគ្រាប់500ដូចគេក៏ប៉ុន្តែគេតម្លាក់350រៀលនៅតែខ្មែរចិញ្ចឹមទាបានចុងក្រោយគេរដ្ឋាភិបាលគេសុកចិត្តចំណាយលុយតម្លាក់សល់មួយគ្រាប់140ខ្មែរលក់ទាអស់យើងត្រូវគិតណាវិធានសនាសេដ្ឋកិច្ចគឺនៅតែមានមកអាប្រទេសជិតខាងហ្នឹងនិយាយចំហ្មងហើយយើងត្រូវរកវិធីអញ្ចឹងបានថាតំណែងស្អីឡើងថ្លៃតំណែងអីដែលខ្មែរធ្វើមិនបានកុំយកអាពាក្យហ្នឹងមកវាយទូទៅខ្ញុំឲ្យបើកចំហគឺថាមានព័ត៌មានអីជួយផ្ដល់ឲ្យខ្ញុំនឹងរកវិធីឯងឡើងថ្លៃអីមីជាតិខ្ញុំដាក់ភងគាត់ចេញសារព័ត៌មានមកគាត់អត់ផងហ្នឹងហើយយើងនេះនិយាយបែកផ្សែងហើយឥឡូវយើងនៅតែធៀបប្រៀបអូតំណែងខ្មែរថ្លៃរឿងអីគេសុំឲ្យសារព័ត៌មានជួយហ្មងពួកលេខខ្ញុំស្រួលទេ24ម៉ោងខ្ញុំបើកទាំងអស់ទៅពុយាហើយខ្ញុំចង់ដឹងថាតំណែងខ្មែរមួយណាវាឡើងថ្លៃតំណែងស្អីដែលវាខូចគុណភាពយើងនឹងរកវិធីស្រាវជ្រាវហើយបើយើងវាយទូទៅអញ្ចឹងអានឹងគ្រោះថ្នាក់ហើយខ្ញុំសូមជំរាបវិធានសនាសេដ្ឋកិច្ចហេតុម៉េចបានជាខ្ញុំដឹងច្រើនខ្ញុំធម្មតាខ្ញុំធ្វើ SME យើងត្រូវមានវិធានការទប់ទល់ប៉ុន្តែខ្ញុំមិនមែនតួអង្គរដ្ឋាភិបាលទេគាត់ថាជាតួអង្គមួយដែលដឹងអញ្ចឹងក្នុងតួអង្គយើងណាត្រូវការអ្នកចេះដឹងត្រូវការអ្នកមានឆន្ទៈបើមានអ្នកតាក់ឆាន់ច្រើនអាហ្នឹងដួលហើយអញ្ចឹងអាវិធានសនាសេដ្ឋកិច្ចប្រទេសជិតខាងហ្នឹងណាគេធ្វើគ្រប់មធ្យោបាយទាំងអស់ឥឡូវចូលដល់ខ្មែរធ្វើពាក្យអីការមិនប្រើប្រាស់របស់គេហ៎តិចទៀតអញបញ្ចូលជាតិគីមីមកអញលក់តម្លៃថោកអាហ្នឹងគ្រោះថ្នាក់ប៉ុន្តែយើងត្រូវចងចាំថាយើងធ្វើពាក្យអីការមិនប្រើប្រាស់របស់គេគឺចិត្តយើងឲ្យនឹងហ្មងយើងព្យាយាមថាកាន់ទៅមុខហ្មងហើយខ្ញុំសូមជំរាបដល់ពីពណ៌អស់នេះបើខ្ញុំធ្វើបានមួយឆ្នាំ10ដងក៏ខ្ញុំត្រូវទៅធ្វើដែរឲ្យទៅរួចខ្លួនក្នុងការប្រជាជននាំគ្នាទិញប៊ូតរឿងបញ្ហាស្ពាន់ធ្វើចាំប្រគេតាមក្រោយ